សម្ដេចកតេប្របណ្ឌិតបរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជាបានចាត់ឲ្យអាដាមជូឡាណាអគ្គលេខាធិការរងទី2ការក្បាលក្រហមកម្ពុជានិងអមដំណើរដែលដាមមានចាន់យដាសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាការក្បាលក្រហមកម្ពុជាខេត្តឧត្តរមានជ័យព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តនិងយុវជនការក្បាលក្រហមកម្ពុជាចូលសួរសុខទុក្ខនិងនាំយកព្រះរាជអំណាចដល់ដងឧត្តមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចែកជូនគ្រួសារភេសឹកនិងអតីតយុទ្ធជនចំនួន1062គ្រួសារបានមកតាំងទីលំនៅនិងជំលាមកស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងភូមិផ្ទះបៃតងដែលមកពីស្រុកបន្ទាយអំពិលក្រុងសំរោងនិងស្រុកចង្កាល់ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃទី18ខែសីហាឆ្នាំ2026អាដាមមានចាន់យាដាក្នុងនាមប្រជានុរាស្ត្រដែលជាគ្រួសារភេសឹកនៅអតីតយុទ្ធជនបានសម្ដែងក្តីរីករាយយ៉ាងក្រៃលែងនិងសូមគោរពថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យរបស់ព្រះករុណាព្រះមក្សត្រជាអម្ចាស់ជីវិតលើត្បូងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងសម្ដេចកតេប្របណ្ឌិតបរនីហ៊ុនសែនដែលតែងតែគិតគូរដល់សុខទុក្ខអ្នកដែលត្រូវការឲ្យជួយបំផុនអាដាមបន្តថាព្រះរាជអំណាចដែលបានមកដល់ដៃប្រជាជនទាន់ពេលវេលាគឺជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនិងតម្លាភាពក្នុងការប្រើប្រាស់ធនធានរបស់សប្បុរសជននិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំការក្បាលក្រហមកម្ពុជាអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធគ្រប់ระดับថ្នាក់ក្នុងការដោះស្រាយការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតនៅតាមមូលដ្ឋានជាមួយគ្នានេះក្នុងនាមអាជ្ញាធរខេត្តឧត្តរមានជ័យក៏បាននិងកំពុងយកចិត្តទុកដាក់រៀបចំទីលំនៅថ្មីសម្រាប់ប្រជាប្រដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបានដោយសារតែតំបន់មួយចំនួននៅជិតតំបន់ប្រឈមនៅតែមានហានិភ័យផ្ទះជាច្រើនខ្នងកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ដើម្បីឲ្យប្រជាប្រដ្ឋដែលកំពុងស្នាក់នៅក្នុងតង់ឬទីជម្រកបណ្ដោះអាសន្នអាចចូលរស់នៅទីកន្លែងមានសុវត្ថិភាពនិងសមរម្យជាងមុនក្នុងឱកាសនោះអាដាមអគ្គលេខាធិការរងទី2បានសូមឲ្យបងប្អូនទាំងអស់រក្សាសុខភាពបានល្អទាំងផ្លូវកាយនិងផ្លូវចិត្តតាមរយៈការរស់នៅស្អាតផឹកស្អាតនិងហូបស្អាតនិងចូលរួមបង្ការជំងឺមិនឆ្លងសំខាន់រួមមានជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមជំងឺមហារីកនិងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដែលកំពុងប្រឈមក្នុងចំណោមប្រជាប្រដ្ឋទូទៅនាពេលបច្ចុប្បន្នបណ្ដាលមកពីការបរិភោគផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំប៉ុងច្រើនពេកការផឹកគ្រឿងស្រវឹងការជក់បារីនិងទម្លាប់នៃការរស់នៅប្រចាំថ្ងៃបន្ថែមលើនេះត្រូវលើកកម្ពស់ការយល់ដឹងពីអនាម័យបរិស្ថានប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមជាពិសេសកុមារតូចៗពេលមានភ្លៀងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះហើយត្រូវដាំដំណាំបន្លែរួមផ្សំនៅក្នុងបរិវេណផ្ទះរបស់ខ្លួនដើម្បីបង្កើនចំណូលនិងកាត់បន្ថយការចំណាយបានមួយផ្នែកផងដែរសូមបញ្ជាក់ថាគ្រួសារភេសឹកនៅអតីតយុទ្ធជនទាំង1062គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរប្រេងឆា2ដបសាប៊ូ1ថង់ខេត1និងថវិកាមួយចំនួនដែលព្រះរាជអំណាចទាំងនេះជាព្រះរាជឧបត្ថម្ភដល់ដងឧត្តមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតការក្បាលក្រហមកម្ពុជាក៏បានផ្ដល់ជូននៅធុងទឹកចំនួន230ធុងសម្រាប់ឲ្យប្រជាប្រដ្ឋភេសឹកនៅតំបន់នោះសម្រាប់ប្រើប្រាស់ផងដែរក្នុងនោះធុងទឹកដែលប្រកោជូននៅពេលនេះជាអំណោយរបស់សប្បុរសជនតាមរយៈការក្បាលក្រហមកម្ពុជា